ជាដំបូងជំរាបសួរលោកគ្រូលោកសុធាដាដែលបង្រៀនមុខវិជ្ជាសេដ្ឋកិច្ចកម្ពុជានិងមេនេសាទអស់គ្នាខ្ញុំបាទឈ្មោះយុវសៃហួតជានិស្សិតឆ្នាំទី1និងឆ្នាំទី1នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនិងមហាវិទ្យាល័យហិរញ្ញវត្ថុនិងគណនេយ្យហើយនឹងខ្ញុំមានប្រធានបទមួយលើកយកមកបកស្រាយគឺវិស័យសុខាភិបាលសេវាព្យាបាលដែលខ្ញុំបានបែងចែកវិធីការជា9ទី1គឺបរិបទរួមនៃវិស័យសុខាភិបាលវិស័យសុខាភិបាលគឺជាសសរស្តម្ភដ៏សំខាន់បំផុតមួយនៃការអនុវត្តសង្គមសេដ្ឋកិច្ចនៅកម្ពុជាវិស័យនេះបានឆ្លងកាត់ការផ្លាស់ប្ដូរយ៉ាងខ្លាំងចាប់តាំងពីការស្ដារឡើងវិញក្រោយសម័យសង្គ្រាមរហូតដល់ការធ្វើទំនើបកម្មតាមបែប Digital នាពេលបច្ចុប្បន្នចក្ខុវិស័យរបស់រដ្ឋាភិបាលគឺការឈានទៅដល់ការសម្រេចបាននូវការគ្រប់គ្រងសុខភាពជាសកលការរីកចម្រើនគឺការកើនឡើងនៃអាយុកាលមធ្យមរបស់ប្រជាជននិងការកាត់បន្ថយអត្រាមរណភាពមាតានិងទារកចំណុចទី2គឺប្រព័ន្ធផ្ដល់សេវាព្យាបាលដែលរចនាសម្ព័ន្ធផ្ដល់សេវាព្យាបាលនៅកម្ពុជាត្រូវបានបែងចែកជា2ផ្នែកសំខាន់គឺវិស័យសាធារណៈនិងវិស័យឯកជនវិស័យសាធារណៈត្រូវបានរៀបចំតាមប្រព័ន្ធមានវិជាថ្នាក់មូលដ្ឋានមានមណ្ឌលសុខភាពព្យាបាលជំងឺស្រាលនិងចាប់អាសង្ឃថ្នាក់ខេត្តក្រុងមន្ទីរពេទ្យបង្អែកព្យាបាលវះកាត់និងសម្រាប់ព្យាបាលថ្នាក់ជាតិមន្ទីរពេទ្យថ្នាក់ជាតិមានឯកទេសខ្ពស់និងឧបករណ៍ទំនើបចំណុចទី2គឺវិស័យឯកជនឆ្លើយតបតាមតម្រូវការរហ័សនិងភាពសម្បូរបែបមានជាសេវាពិគ្រោះបន្ទប់ពិគ្រោះជំងឺនិងមន្ទីរពិសោធន៍សេវាសម្រាប់ព្យាបាលមន្ទីរសម្រាប់ព្យាបាលនិងមន្ទីរអន្តរជាតិលក្ខណៈពិសេសគឺសេវាកម្មអតិថិជនល្អរហ័សនិងបច្ចេកវិទ្យាថ្មីសម្រាប់ចំណុចទី3គឺបណ្ដាញបញ្ជូននៃជំងឺគឺការតភ្ជាប់សេវាពីកម្រិតទាបទៅកម្រិតខ្ពស់តាមរយៈរថយន្តសង្គ្រោះបន្ទាន់ដើម្បីសង្គ្រោះជីវិតឲ្យបានទាន់ពេលសម្រាប់ចំណុចទី3គឺការគ្រប់គ្រងហិរញ្ញវត្ថុសុខាភិបាលគឺយន្តការហិរញ្ញវត្ថុក្នុងវិស័យព្យាបាលបានបែងចែកប្រភពចំណូលនិងរចនាសម្ព័ន្ធចំណាយមួយប្រភពចំណូលចម្បងគឺយន្តការរដ្ឋអបតសនិងមូលនិធិសប្បុរសធម៌សម្រាប់អ្នកក្រីក្រយន្តការឯកជនគឺការបង់ប្រាក់ផ្ទាល់out of pocket និងការធានារ៉ាប់រងឯកជនចំណុចទី2គឺរចនាសម្ព័ន្ធចំណាយគឺចំណាយប្រតិបត្តិការនិងចំណាយវិនិយោគចំណាយប្រតិបត្តិការគឺប្រាក់បៀវត្សបុគ្គលិកការទិញឱសថនិងសម្ភារៈបរិក្ខារពេទ្យមួយទៀតគឺចំណាយវិនិយោគគឺការទិញម៉ាស៊ីនទំនើបដូចជា CT scan MRI និងហេដ្ឋារចនាសម្ព័ន្ធទី3ទិដ្ឋភាពគណនេយ្យនិងពន្ធដារមានពន្ធលើតម្លៃបន្ថែម VAT សេវាព្យាបាលជាសេវាជាប់ពន្ធមិនមែនជាកម្មវត្ថុគឺមិនជាប់ VAT មិនជាប់ពន្ធតម្លៃបន្ថែមឬក៏គេហៅថាពន្ធអាកនិងការគ្រប់គ្រងស្តុកគឺការត្រួតពិនិត្យឱសថឲ្យមានលទ្ធភាពដើម្បីកាត់បន្ថយការខាតបង់4គឺបញ្ហាប្រឈមសំខាន់ទោះបីជាវិស័យសុខាភិបាលមានការរីកចម្រើនក៏ដោយក៏នៅតែមានបញ្ហាប្រឈមធំដែរដែលមានបញ្ហាប្រឈម4គឺទី1ធនធានមនុស្សនិងជំនាញឯកទេសកង្វះគ្រូពេទ្យឯកទេសនៅមានកម្រិតទាបជាពិសេសនៅតាមបណ្ដាខេត្តឆ្ងាយទៀតគឺក្រមសីលធម៌និងគុណភាពសេវាកម្មការយកចិត្តទុកដាក់និងការធ្វើទំនាក់ទំនងរវាងបុគ្គលិកពេទ្យនិងអ្នកជំងឺនៅមានចំណុចខ្វះខាត2ការយកចិត្តទុកដាក់លើសេវាព្យាបាលក្នុងស្រុកលំហូរអ្នកជំងឺទៅក្រៅប្រទេសប្រជាពលរដ្ឋមានទំនោរទៅព្យាបាលនៅក្រៅប្រទេសដូចជាប្រទេសថៃវៀតណាមហ្វីលីពីនដោយសារតែខ្វះទំនុកចិត្តទៅលើការធ្វើរោគវិនិច្ឆ័យនិងគុណភាពឱសថក្នុងស្រុកការបាត់បង់សេដ្ឋកិច្ចការចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ហូរចេញទៅក្រៅប្រទេសជារៀងរាល់ឆ្នាំដែលប្រជាជនទៅព្យាបាលជំងឺនៅក្រៅប្រទេសចំណុចទី3គម្លាតនៃគុណភាពសេវាទីក្រុងនិងជនបទភាពខុសគ្នាយ៉ាងខ្លាំងនៃឧបករណ៍វេជ្ជសាស្ត្រនិងគុណភាពព្យាបាលរវាងមន្ទីរពេទ្យនៅភ្នំពេញនិងមណ្ឌលសុខភាពដាច់ស្រយាលតម្លៃសេវាឯកជនតម្លៃសេវាព្យាបាលនៅមន្ទីរពេទ្យឯកជនស្តង់ដារខ្ពស់នៅតែមានតម្លៃខ្ពស់សម្រាប់ប្រជាជនដែលមានចំណូលមធ្យមចំណុចទី4ការគ្រប់គ្រងទិន្នន័យនិងបច្ចេកវិទ្យាប្រព័ន្ធទិន្នន័យមិនទាន់តភ្ជាប់គ្នាគឺប្រព័ន្ធនៃជំងឺមិនទាន់អាចតភ្ជាប់គ្នា
bán pi mình tí pet muối từ mình tí pet mới tiết với oi bị bán ở không ca tam đan chừng ngừ cam đi để dốt lên mình xin tùm nợp đồng lại vào câu với chế sắc quốc với oi ca thôi tùm nợp cam không bị say sao thế thần nát nên phiêu dự dài chừng người tí pram và chạy bị chia năng ca thôi tùm nợp cam ca ba pram và chạy bị chia đầm bay lên cùng po con phiếp năng bị sự phiếp chỉ bá muối bà địch kha và sao tùm nợp ca ba pram mà xin scan CT scan âm ở ai năng ca về cắt đôi mà xin đầm bay phép trong tới năng chấp chế là bài thì phí một con cục rong digital các cục rong tên là đây là chừng ngữ bên chia năng bị cài dập bát tam computer các bạn thói ca ba pra đà thì bấy tele bị xả các bị cô chừng ngữ bị chừng ngái tam để dập chỗ khó cho dần xong sầm chay về về lý năng ca thua đồng nam thì bốn hệ vật thôn năng sẽ và cầm các bóng pra tam chủ ở cốt năng ca pra mobile app សម្រាប់កក់លេខពិនិត្យជំងឺចំណុចទី6គឺជំនួយអភិវឌ្ឍផ្លូវការនិងកិច្ចសហប្រតិបត្តិការអន្តរជាតិយើងមើលឃើញថាជំនួយទាំងនេះជួយកាត់បន្ថយសម្ពាធលើថវិកាជាតិនិងបង្កើតបច្ចេកវិទ្យាមានដូចជាធនាគារពិភពលោក World Bank ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB គឺផ្ដោតទៅលើគម្រោងលើកកម្ពស់គុណភាពនិងសមត្ថភាពសុខាភិបាលការផ្ដល់ហិរញ្ញប្បទានដើម្បីពង្រឹងប្រព័ន្ធគាំទ្រសង្គមនិងការឆ្លើយតបនឹងជំងឺឆ្លងកម្ពុជាក៏មានជំនួយទ្វេភាគីដែរគឺជប៉ុន JICA គឺជំនួយលើការសាងសង់មន្ទីរពេទ្យធំៗដូចជាមន្ទីរពេទ្យព្រះអង្គឌួងនិងមន្ទីរពេទ្យជប៉ុននិងការបណ្ដុះបណ្ដាលគ្រូឯកទេសទី2គឺចិនជួយសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនត្បូងឃ្មុំនិងព្រះកុសុមៈដែលជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សអាមេរិកនិងបារាំងផ្ដោតទៅលើការប្រយុទ្ធប្រឆាំងជំងឺអេដស៍របេងគ្រុនចាញ់និងសុខភាពមាតានិងទារក7គម្រោងយុទ្ធសាស្ត្រនិងការវិនិយោគដែលគ្រោងទុកចំណុចនេះបង្ហាញពីផែនការសេដ្ឋកិច្ចវែងឆ្ងាយរបស់រាជរដ្ឋាភិបាលផែនការយុទ្ធសាស្ត្រសុខាភិបាលដំណាក់កាលទី4 HSP4 គឺគោលដៅពង្រឹងសេវាព្យាបាលនៅតាមមូលដ្ឋានឲ្យមានស្តង់ដារដូចគ្នានិងកាត់បន្ថយការចំណាយចេញពីហោប៉ៅប្រជាពលរដ្ឋមន្ទីរពេទ្យតំបន់គម្រោងអភិវឌ្ឍមន្ទីរពេទ្យបង្អែកខេត្តឲ្យទៅជាមន្ទីរពេទ្យតំបន់ដែលមានសមត្ថភាពព្យាបាលជំងឺកម្រិតធ្ងន់ដើម្បីកុំឲ្យប្រជាជនចំណាក់ស្រុកមកភ្នំពេញឬទៅក្រៅប្រទេសមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកនិងបេះដូងការបង្កើតមជ្ឈមណ្ឌលឯកទេសទំនើបក្នុងស្រុកដើម្បីទប់ស្កាត់លំហូរសាច់ប្រាក់ចេញទៅក្រៅប្រទេស8គឺការវិភាគបែបសេដ្ឋកិច្ចហេតុអ្វីជំនួយនិងគម្រោងទាំងនេះសំខាន់ការផ្ទេរបច្ចេកវិទ្យាមិនមែនបានតែមន្ទីរពេទ្យទេតែយើងបានទាំងបច្ចេកទេសព្យាបាលទំនើបតាមរយៈជំនួយការបង្កើតការងារគម្រោងសាងសង់និងការពង្រីកសេវាបង្កើតការងារឲ្យបុគ្គលិកសុខាភិបាលនិងប្រព័ន្ធពាក់ព័ន្ធដែលដូចជាសំណង់បរិក្ខារពេទ្យស្ថិរភាពសង្គមការណាប្រព័ន្ធសុខាភិបាលរងមាំប្រជាជនមិនធ្លាក់គុណក្រដោយសារការចំណាយលើការព្យាបាល9សេចក្តីសន្និដ្ឋានគឺវិស័យនេះមិនមែនត្រឹមតែជាការផ្តល់សេវាសង្គមកិច្ចប៉ុណ្ណោះទេប៉ុន្តែគឺជាការវិនិយោគយុទ្ធសាស្ត្រដើម្បីធានានិរន្តរភាពនៃកំណើនសេដ្ឋកិច្ចជាតិទោះបីជាយ៉ាងណាក៏ដោយការពង្រឹងជំនាញឯកទេសនិងក្រមសីលធម៌វិជ្ជាជីវៈនៅតែជាកត្តាចាំបាច់ដើម្បីកសាងទំនុកចិត្តក្នុងស្រុកនិងកាត់បន្ថយលំហូរអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេសជាចុងបញ្ចប់អរគុណលោកគ្រូនិងមេនិស្សិតទាំងអស់គ្នាដែលបានតាមដានការបកស្រាយពីវិស័យសុខាភិបាលសេវាព្យាបាល